អូយរថយន្តក្នុងក្តីសម័យស្អាតអីម្លេះទេស្អាតខ្លាំងណាស់បងប្អូនរូបរាងខាងក្រៅឡើងអំណាចតែម្ដងហើយស៊ីសាំងទឹកថែមទៀត100គីឡូស៊ីសាំងអស់ត្រឹមតែ 3.4 លីត្រតែប៉ុណ្ណោះដោយសារតែប្រើម៉ាស៊ីន hybrid មើលផ្នែកខាងមុខគេឡើងមាំមើលទៅឡើងកាចស័ក្តិសមជារថយន្តទំនើបហ្មងណាមានភ្ជាប់មកជាមួយនៅ logo របស់ក្រុមហ៊ុនមានបំពាក់នៅកាមេរ៉ានិង sensor ជំនួយជុំវិញរថយន្តតែម្ដងហើយបើថាយ៉ាននេះយកមកមិនបាច់លេងអីថែមក៏បានដែរគឺមួយសេតវាមកស្អាតគ្រប់កន្លែងតែម្ដងហើយចំណុចពិសេសមួយទៀតគឺយើងអាចបញ្ឆេះឡានពីចម្ងាយបានកន្លែងនឹងឯងដែលខ្ញុំត្រូវការដោយសារពេលខ្លះយើងចតឡានកន្លែងក្តៅយូរអញ្ចឹងមិនបាច់ទាន់ចូលឡានទេនឹងអង្គុយនៅខាងក្រៅនឹងឲ្យដេឡានទុកចោលសិនក៏បានដែរគេប្រើ Smart Key Auto ដែលអាច unlock ឡានបាន3វិធីឯណោះត្រឹមដើរមកចិត្តក៏បានឬក៏ចុចលើ Smart Key ក៏បានឬមួយក៏ចុចចាក់សោលើដៃទ្វារក៏បានដែរចំពោះរូបរាងផ្នែកខាងក្រោយនេះក៏ស្រស់ស្អាតដែរគេមានបំពាក់នៅភ្លើងអំពូល LED បដិញមានបំពាក់កាមេរ៉ាមួយគ្រាប់ហើយមាន sensor ចំនួន4ហើយគេមានបំពាក់ស៊ីម៉ាំងភ្លោះនៅផ្នែកខាងក្រោមរថយន្តមើលទៅគឺថាកលិបដូចរថយន្តស្ពណ៌អញ្ចឹងហើយបើផ្នែកខាងក្នុងវិញក្នុងឡានគឺប្រណិតខ្លាំងមែនទែនបងប្អូនគេប្រើជាប្រភេទជ័រទន់ហើយនឹងស្នាមធ្នេរស្បែកអីគឺស្អាតប្រណិតហ្មងចំពោះផ្ទៃខាងក្នុងរថយន្តវិញគឺឡើងធំទូលាយយើងអាច set up memory seat បានហើយការបញ្ជាទាំងអស់នៅក្នុងរថយន្តគឺយើងអាចចុចបញ្ជានៅលើអេក្រង់កំសាន្តដែលមានទំហំធំខ្លាំងមែនទែនមិនថាជាចង់បញ្ជាបើកឃ្លុបក្រោយបើកកញ្ចក់ឆ្វេងស្ដាំសេរីកៅអីក្តៅកៅអីត្រជាក់សេរីបើកភ្លើងហ្វាភ្លើងអីឬមួយក៏ត្រូវការប្រើ memory seat អាចសេរីកន្លងសុវត្ថិភាពបើន័យថាពេលដែលយើងបើកបរជិះលើសគំនូសឬមួយក៏ជិះក្បែរគេខ្លាំងពេកគឺវាចេញសញ្ញាឲ្យយើងដឹងភ្លាមហើយបើនិយាយពីកាមេរ៉ាមកជុំវិញឡានតែម្ដងមាននៅបាតទៀតឆ្លុះមើលដីឃើញចង់ដឹងថាក្រោមឡានយើងដីកលុកកហ៊ីងកហុកអីក៏មើលឃើញដែរហើយកាមេរ៉ានេះគឺ540 degree ដែលយើងអាចពវល់សេរីឆ្វេងស្ដាំមើលគ្រប់ចន្លោះកលុកកលៀតកាន់តែទំនើបមាន sensor នៅពេលដែលយើងបើកទ្វារបើមានឧបសគ្គអីគឺវាមានសញ្ញា alert ឲ្យយើងដឹងតែម្ដងយើងអាចភ្ជាប់ជាមួយនឹងទូរស័ព្ទស្ដាប់ចម្រៀងមើល YouTube អីបានដោយសារអេក្រង់ធំមកបងប្អូនចង់បើកមើល map អីច្បាស់ត្រជាក់ភ្នែកអមជាមួយនឹងចង្កូតរថយន្តដែលមានប៊ូតុងបញ្ជាជាច្រើនហើយក៏មាន adaptive cruise control auto pilot ដែលយើងអាចបញ្ជាឡានឲ្យបើកបរតាមឡានខាងមុខទោះបីជាមានឧបសគ្គវាអាចចាប់ហ្វ្រាំងអូតូដោយខ្លួនឯងបានហើយវាអាចបើកបរដោយខ្លួនឯងបានឥឡូវយើងមើលក្នុងរថយន្តបន្ទាប់ពីអេក្រង់ហើយគឺចូលដល់ប្រអប់លេខនេះគឺគេរចនាស្អាតខ្លាំងមែនទែនប្រអប់លេខអេឡិចត្រូនិកមើលទៅដូចជារូបរាងគ្រីស្តាល់បងប្អូនមានភ្ជាប់មកជាមួយនៅប្រព័ន្ធប្រាំងសុវត្ថិភាពអូតូហើយខាងនេះវិញគឺមានទូត្រជាក់ដែលយើងអាចដាក់ class C របស់ត្រជាក់បានដូចជាទឹកឬក៏ភេសជ្ជៈអីផ្សេងបើនិយាយពីតាប់ឡូនេះគឺថាស្អាតប្រណិតតែម្ដងបងប្អូនឡើងអាលងស្រិលហើយបើនិយាយពីដបូលវិញគឺថាបើកបានធំទូលាយតែម្ដង1ម៉ែត្រជាងបើកបាន1ម៉ែត្រមកទឹកក៏បងប្អូនចេញមកគឺថាដបូលឡានឡើងស្រឡះល្វឹងចំពោះកៅអីឡានវិញគឺមើលទៅដូចកៅអីឡានស្ពណ៌អញ្ចឹងគេដេរចេញមកស្បែកស្អាតហ្មងបងប្អូនសម្រាប់ប្លុកខាងក្រោមនេះគឺកន្លែងសាកទូរស័ព្ទមានភ្ជាប់ Type C ហើយជាស្រេចហើយមានកន្លែងសាកទូរស័ព្ទ wireless ដែលមិនចាំបាច់ប្រើខ្សែទេខាងមុខ50វ៉ាត់ខាងក្រោយ60វ៉ាត់សាកថ្មបានលឿនរហ័សផ្នែកខាងក្រោយនេះក៏ធំទូលាយដែរហើយកៅអីនៅក្នុងរថយន្តនេះគឺសុទ្ធតែអាចបត់បានរថយន្តនេះខ្លាញ់គោបងប្អូនមិនទាន់បានបកថងចេញទេនៅផ្នែកខាងក្រោយនេះគឺមានកន្លែងសេរីម៉ាស៊ីនត្រជាក់ហើយកន្លែងសាកទូរស័ព្ទហើយកៅអីខាងក្រោយនេះគឺធ្វើប្រឡោះឲ្យយើងអាចបត់បានសម្រាប់ដាក់ភេសជ្ជៈដាក់អីទុកអង្គុយញ៉ាំតាមផ្លូវចំពោះឃ្លុបខាងក្រោយនេះក៏អាចបញ្ជាតាមរយៈអេក្រង់ touch screen បានដែរឃ្លុបខាងក្រោយនេះគឺធំទូលាយអាចដាក់អីវ៉ាន់បានច្រើនឡាននេះមានភ្ជាប់មកជាមួយនៅប្រព័ន្ធសុវត្ថិភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជាប្រព័ន្ធការពារកន្លាប់ឡានប្រព័ន្ធជំនួយពេលចុះចំណោតពេលឡើងទួលហ្វ្រាំងដៃអេឡិចត្រូនិកអូតូហូលប្រព័ន្ធការពាររអិលប្រព័ន្ធវាស់សម្ពាធកង់ចំណុះម៉ាស៊ីន 1.5 លីត្រដែលផ្ដល់កម្លាំងខ្លាំងរហូតដល់204 PS បើនិយាយពីកម្លាំងរង្វិលកង់វិញគឺរហូតដល់ទៅ565 Newtonម៉ែត្រព័ត៌មានបន្ថែមសូមតាក់ទងទៅកាន់ក្រុមហ៊ុនតុងហ្វឹងដែលផ្ទាល់ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ 6A នៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញខ្ញុំមានដាក់លេខទូរស័ព្ទនៅលើវីដេអូនឹងឬជាស្រេចបងប្អូនអាចសាកសួរព័ត៌មានបន្ថែមបានតាមរយៈលេខទូរស័ព្ទហ្នឹងក៏បានដែរអរគុណដែលចូលចិត្តវីដេអូនេះជម្រាបលា